មេរៀនការដោះស្រាយបញ្ហាស្របតាមព្រះបន្ទូលព្រះជីវិតមនុស្សគ្រប់រូបតែងតែប្រឈមមុខនឹងបញ្ហាផ្សេងប៉ុន្តែអ្នកជឿលើព្រះយេស៊ូវគួរដោះស្រាយបញ្ហាដោយពឹងផ្អែកលើព្រះនិងព្រះបន្ទូលរបស់ព្រះជាងពឹងលើប្រាជ្ញាមនុស្ស 1. នាំបញ្ហាទៅរកព្រះជាមុនយ៉ាកុបជំពូក 1 ខទី 5 បើមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញាចូលឲ្យគេសុំទៅព្រះដែលប្រទានដល់មនុស្សទាំងអស់ដោយសប្បុរសហើយមិនបន្ទោសទេនោះព្រះអង្គនឹងប្រទានឲ្យគេសុភាសិតជំពូក 3 ខទី 5 ដល់ខទី 6 ចូលជឿទុកចិត្តលើព្រះយេហូវ៉ាដោយអស់ពីចិត្តរបស់អ្នកកុំអះអាងលើការយល់ឃើញរបស់ខ្លួនឡើយចូលទទួលស្គាល់ព្រះអង្គក្នុងគ្រប់ផ្លូវរបស់អ្នកនោះព្រះអង្គនឹងដឹកនាំផ្លូវរបស់អ្នកឲ្យត្រង់មេរៀនមុនធ្វើសេចក្តីសម្រេចណាមួយត្រូវអធិដ្ឋាននិងប្រគល់បញ្ហាទៅព្រះជាមុន 2. ស្វែងរកការណែនាំពីព្រះបន្ទូលទំនុកដំកើងជំពូក 115 4 ខទី 105 ព្រះបន្ទូលរបស់ព្រះអង្គជាចង្គៀងដល់ជើងខ្ញុំនិងជាពន្លឺដល់ផ្លូវខ្ញុំ 2 ធីម៉ូថេជំពូក 3 ខទី 15 គ្រប់បទគម្ពីរទាំងអស់សុទ្ធតែបានដកដង្ហើមចេញពីព្រះហើយមានប្រយោជន៍សម្រាប់ការបង្រៀនការកែតម្រូវការបណ្ដុះបណ្ដាលក្នុងសេចក្តីសុចរិតមេរៀនព្រះបន្ទូលជាមគ្គុទ្ទេសក៍ក្នុងការដោះស្រាយបញ្ហាជីវិត 3. កុំឲ្យកង្វល់គ្រប់គ្រងចិត្តភីលីបជំពូក 4 ខទី 6 ដល់ខទី 7 កុំបារម្ភអំពីអ្វីទាំងអស់ឡើយប៉ុន្តែចូលប្រាប់សំណូមពររបស់អ្នកទៅព្រះក្នុងគ្រប់ករណីដោយការអធិដ្ឋាននិងការអង្វរព្រមទាំងការអរព្រះគុណនោះសេចក្តីសុខសាន្តរបស់ព្រះដែលលើសលប់ជាងការយល់ឃើញទាំងអស់នឹងថែរក្សាចិត្តនិងគំនិតរបស់អ្នកក្នុងព្រះយេស៊ូវគ្រីស្ទមេរៀនសេចក្តីសុខសាន្តមកពីការប្រគល់បញ្ហាទៅព្រះមិនមែនពីការព្រួយបារម្ភទេ 4. សម្រេចចិត្តតាមឆន្ទៈព្រះម៉ាថាយជំពូក 5 1 ខទី 33 ចូលស្វែងរកនគររបស់ព្រះនិងសេចក្តីសុចរិតរបស់ព្រះជាមុននោះអ្វីទាំងអស់នេះនឹងត្រូវបន្ថែមឲ្យអ្នករាល់គ្នាសុភាសិតជំពូក 15 1 ខទី 3 ចូលប្រគល់ការងាររបស់អ្នកទៅព្រះយេហូវ៉ានោះគម្រោងរបស់អ្នកនឹងបានជោគជ័យមេរៀនការសម្រេចចិត្តដែលស្របចិត្តព្រះនាំមកនៅពរជ័យ 5. រៀនពីបញ្ហានិងអរព្រះគុណរ៉ូមជំពូក 8 ខទី 28 យើងដឹងថាព្រះធ្វើឲ្យអ្វីទាំងអស់រួមគ្នាដើម្បីល្អសម្រាប់អ្នកដែលស្រឡាញ់ព្រះគឺសម្រាប់អ្នកដែលត្រូវបានហៅតាមគោលបំណងរបស់ព្រះអង្គយ៉ាកុបជំពូក 1 ខទី 2 ដល់ខទី 3 បងប្អូនរបស់ខ្ញុំឲ្យពេលអ្នករាល់គ្នាជួបការលបងជាច្រើនប្រភេទចូលគិតថាជាសេចក្តីអំណរព្រោះអ្នករាល់គ្នាដឹងថាការសាកល្បងជំនឿរបស់អ្នកបង្កើតការអត់ធ្មត់សេចក្តីសន្និដ្ឋានយ៉ូហេនជំពូក 15 1 ខទី 33 ខ្ញុំបាននិយាយអំពីអ្វីទាំងនេះដល់អ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំនៅក្នុងពិភពលោកអ្នករាល់គ្នានឹងមានទុក្ខលំបាកប៉ុន្តែចូលមានទឹកចិត្តក្លាហានខ្ញុំបានឈ្នះពិភពលោកហើយសារសំខាន់ការដោះស្រាយបញ្ហាជាមួយព្រះគឺជាជ័យជំនះពិតប្រាកដ